Good morning everyone ថ្ងៃនេះខ្ញុំបានចាប់តាមធ្វើវីដេអូលើកដំបូងរបស់ខ្ញុំចង់រៀបរាប់ពីជីវិតពេលផឹករបស់ខ្ញុំដល់អ្នកទាំងអស់គ្នាបានដឹងក្រោកឡើងពេលព្រឹកខ្ញុំមានតែញ៉ាំទឹកម្ខៅបន្ទាប់មកខ្ញុំចូលងូតទឹកព្រឹកឡើងខ្ញុំតែងតែងូតទឹកព្រោះអីខ្ញុំក្រោកពីគេមកមានអារម្មណ៍ថាសោកសាមែនតើចឹងហើយខ្ញុំតែងតែងូតទឹកពេលផឹកជានិច្ចហើយអីដែលខ្ញុំចូលចិត្តលាបគឺប៉ារីយ៉យខ្ញុំមានអារម្មណ៍ថាធ្វើឲ្យស្បែកខ្ញុំរលោងបន្ទាប់មកខ្ញុំលុបមកធ្វើ skin care ទាំងអស់គ្នាខ្ញុំអត់ប្លង skin care នៅពេលផឹកទេជាពិសេសគឺលេការពារក្តៅថ្ងៃខ្ញុំដាក់សេរ៉ូមបន្ទាប់មកcream ដល់ស្នាមរបស់ស្បែកហើយបន្ទាប់មកលេការពារក្តៅថ្ងៃបន្ទាប់មកខ្ញុំដាក់ BB អ្នកទាំងអស់គ្នាកុំឲ្យវាមើលទៅឃើញវាស្អាតមកពេកបន្ទាប់មកខ្ញុំដាក់ plus តិចៗឲ្យវាមានពណ៌ឲ្យវាមានភ្លឹងប្រលះចឹងកុំឲ្យវាស្លេកពេកបន្ទាប់មកខ្ញុំដាក់ crème មិនតិចទេផឹកឡើងខ្ញុំធ្វើតែអញ្ចឹងទេព្រោះអីខ្ញុំអត់ចង់ឲ្យឃើញមុខខ្ញុំស្លេកខ្លាំងពេកនៅពេលព្រឹកហើយនៅពេលផឹកហ្នឹងក៏វាមានភ្លៀងដែរអញ្ចឹងហើយខ្ញុំថតទិដ្ឋភាពភ្លៀងឲ្យអ្នកទាំងអស់គ្នាមើលបន្តិចបន្ទាប់មកខ្ញុំចាប់ផ្ដើមលាងចាននឹងសល់ពីយប់មិញដោយសារតែពេលយប់ឡើងខ្ញុំញ៉ាំហើយខ្ញុំអត់បានលាងចាននេះខ្ញុំទុកលាងពេលព្រឹកខ្ញុំមានអារម្មណ៍ថាខ្ញុំរីករាយមែនទែនដល់គ្នាពីមុនខ្ញុំតែងតែអៀននឹងកាមេរ៉ាឥឡូវខ្ញុំតែងអីខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយក្នុងការថតវីដេអូមែនទែនសូមជួយ support ខ្ញុំផងអ្នកទាំងអស់គ្នាពេលខ្ញុំលាងចានហើយអស់ខ្ញុំលាងកន្លែងលាងចានគ្នាបន្ទាប់មកខ្ញុំចាប់ធ្វើម្ហូបហ្នឹងគឺងាយស្រួលអ្នកទាំងអស់គ្នាដោយសារតែខ្ញុំចៀនត្រីទុកត្រីហ្នឹងខ្ញុំចៀនទុកប្រហែលជា3ថ្ងៃដោយសារតែយើងញ៉ាំ3ពេលផ្សេងៗគ្នាបន្ទាប់មកខ្ញុំធ្វើលាងបន្លែយកទៅចំហុយធម្មតាខ្ញុំអត់ស្រស់ឬស្ងោរវាទេខ្ញុំយកចំហុយភាគច្រើនបន្ទាប់មកខ្ញុំចិត្តបន្លែថែមខ្ញុំក៏ចូលចិត្តញ៉ាំពេលប៉ោះពេលផឹកដែរអញ្ចឹងខ្ញុំតែងតែដាក់ពីប៉ោះពេលផឹកហើយពេលខ្លះខ្ញុំញ៉ាំជាមួយទឹកត្រីកោះកុងពេលខ្លះខ្ញុំញ៉ាំជាមួយទឹកជ្រលក់ផ្សេងៗតែពេលខ្លះក៏ខ្ញុំអត់ដាក់ដែរហើយខ្ញុំថែមបាយពេលផឹកបន្តិចអាហ្នឹងក៏វារៀងថ្ងៃដែរអញ្ចឹងខ្ញុំធ្វើឲ្យវារៀងច្រើនតិចទៅហើយខ្ញុំញ៉ាំអីដែលខ្ញុំចូលចិត្តញ៉ាំជាងគេគឺទឹកអ្នកទាំងអស់គ្នាមួយថ្ងៃខ្ញុំញ៉ាំ3លីត្រអីហើយជាប្រចាំខ្ញុំតែងតែញ៉ាំខ្ញុំចូលចិត្តញ៉ាំ Monster Drink អ្នកទាំងអស់គ្នាហើយអាហ្នឹងគឺ zero sugar ទេហើយក៏ខ្ញុំអត់ញ៉ាំញឹកញាប់ដែរខ្ញុំញ៉ាំពេលខ្លះនៅពេលដែលខ្ញុំត្រូវការថាមពលភាគច្រើនអញ្ចឹងខ្ញុំញ៉ាំវាហើយគឺអាហារពេលព្រឹកហ្នឹងគឺឆ្ងាញ់មែនទែនអ្នកគ្នាគឺឆ្ងាញ់ដោយសារអ្នកទាំងគ្នាដឹងអត់គឺឆ្ងាញ់ទឹកត្រីកោះកុង So yummy that's really good ឆ្ងាញ់អ្នកទាំងគ្នាឆ្ងាញ់ត្រីសាម៉ុនហើយនឹងខាណា broccoli ហ្នឹងពេញបោះហើយបាយហើយអាហារពេលព្រឹកខ្ញុំញ៉ាំឡើងអស់ទាំងអស់គ្នាគឺវាឆ្ងាញ់មែនទែន